មានអតិពលធំក្នុងវិស័យចម្រៀងរ៉េបរួមគ្នាដកខាត់យុវជនជំនាន់ថ្មីក្នុងកម្មវិធី Cambo Rapper ដើម្បីផ្ដល់ក្តីស្រមៃដល់បេក្ខជនឆ្នាំស្របតាមកម្មវិធីប្រឡងចម្រៀង Rap Cambo Rapper គៀកដល់ការប្រកួតពាក្យផ្ដាច់ព្រាត់កាន់តែធ្វើឲ្យផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រក្នុងនោះដែរក៏មានលេចលឺព័ត៌មានថាអ្នកមានអតិពលធំក្នុងវិស័យចម្រៀង Rap បានចូលរួមជាមួយផលិតកម្ម Galaxy ដែលជាអ្នកផ្ដាំបង្កើតកម្មវិធីប្រឡងចម្រៀង Rap លំដាប់អន្តរជាតិនេះពីមួយសប្តាហ៍ទៅមួយសប្តាហ៍កម្មវិធីប្រឡងចម្រៀង Rap Cambo Rapper កាន់តែការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកទស្សនាដោយសារបេក្ខជនក្នុងក្រុមនីមួយៗពោពេញដោយសមត្ថភាពដែលធ្វើឲ្យគណៈកម្មការពិបាកនៅក្នុងការជ្រើសរើសជាក់ស្ដែងនៅក្នុងសប្តាហ៍ទី2ក្នុងវគ្គ United នេះមានបេក្ខជនឆ្នាំជាច្រើនដែលបានចាប់ដៃគូគ្នាធ្វើបទចម្រៀងជាក្រុមដើម្បីប្រកួតប្រជែងទន្ទឹមនឹងការប្រកួតប្រជែងដើម្បីរកបេក្ខជនឆ្នាំបំផុតនេះក៏មានអ្នកមានឥទ្ធិពលជាច្រើននៅពីក្រោយក្នុងការចូលរួមជាមួយ Galaxy ដើម្បីរៀបចំឲ្យកម្មវិធីប្រឡងចម្រៀង Rap Cambo Rapper ដំណើរការទៅមុខបានយ៉ាងរលូនតាមប្រភពមួយបង្ហើបឲ្យដឹងថាផលិតកម្ម Galaxy និងក្រុមហ៊ុនខ្មែរ Beverages បានសហការគ្នាបង្កើតកម្មវិធីប្រឡងចម្រៀងនេះឡើងដើម្បីស្វែងរកម្ចាស់ JLP 100 លានរៀលនិងបន្តក្តីស្រមៃដល់បេក្ខជនឆ្នាំដែលចង់ចូលជើនៅក្នុងវិស័យចម្រៀង Rap តែប៉ុណ្ណោះកម្មវិធីប្រកួតប្រជែងចម្រៀង Rap Cambo Rapper ក៏មានចូលរួមសហការរៀបចំពីផលិតកម្ម Clap Your Hand និង CG Movement ជាដើមដើម្បីដកខាត់យុវជនជំនាន់ថ្មីឲ្យក្លាយជាអ្នកចម្រៀង Rap ដ៏ខ្លាំងពូកែក្នុងវិស័យតន្ត្រី Rap នៅប្រទេសកម្ពុជាឈានដល់សប្តាហ៍ទី2ក្នុងវគ្គ United បេក្ខជនឆ្នាំជាច្រើនពោពេញដោយសមត្ថភាពដែលធ្វើឲ្យគណៈកម្មការពិបាកក្នុងការជ្រើសរើសអ្នកខ្លាំងលើខ្លាំងអ្នកមានទេពកោសល្យលើគេទើបអាចបន្តក្តីស្រមៃក្លាយជាម្ចាស់ JLP បានកុំភ្លេចចូលរួមទស្សនាវិធីចម្រៀងកុំភ្លេចចូលរួមកម្មវិធីប្រឡងចម្រៀង Cambo Rapper ដែលមានការផ្សាយលើស្ថានីយទូរទស្សន៍ CTN ដើម្បីផ្ដល់កម្លាំងចិត្តដល់បេក្ខជនទាំងអស់